បើយោងតាមគេហទំព័រស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញបានប្រកាសថាចាប់ពីថ្ងៃទី2ខែមេសាឆ្នាំ2026នេះតទៅពលរដ្ឋកម្ពុជាដែលមានសិទ្ធិទទួលបានទឹកដីការ B1 ឬ B2 ត្រូវតែដាក់ប្រាក់ធានារហូតដល់$15,000 មន្ត្រីកុងស៊ុលរបស់ស្ថានទូតនឹងផ្ដល់ដំណឹងដល់បេក្ខជនថាតើពួកគេមានសិទ្ធិទទួលបានទឹកដីការឬអត់ហើយនឹងផ្ដល់ការណែនាំអំពីរបៀបបង់ប្រាក់ធានានេះប្រសិនការសម្ភាសន៍របស់គេទទួលជោគជ័យអ្នកដាក់ពាក្យមិនត្រូវប្រើប្រាស់គេហទំព័រភាគីទី3ណាមួយសម្រាប់ការបង់ប្រាក់ធានាឬបង់ប្រាក់ធានាមុនពេលដែលមន្ត្រីកុងស៊ុលណែនាំនោះឡើយទឹកដីការ B1 ឬ B2 សម្រាប់ពលរដ្ឋកម្ពុជាមិនអាចចេញបានទេរហូតដល់ប្រាក់ធានាត្រូវបានបង់រួចសម្រាប់បេក្ខជនដែលស្នើសុំទឹកដីការមិនមែនអន្តោប្រវេសន៍ប្រភេទ A3 C3 ប្រសិនបើជាអ្នកធ្វើការងារផ្ទះ G5 H1B H3 H1 នៃអ្នកនៅក្នុងបន្ទប់របស់ H1B និង H3 FMJ K1 KP K3 QR1 RPST ឬ U គឺតម្រូវណែនាំឲ្យកែសម្រួលលើគណនីបណ្ដាញសង្គមដូចជា Facebook TikTok Instagram ផ្សេងៗទាំងអស់ទៅជាសាធារណៈឬបើកចំហដើម្បីឲ្យមានការត្រួតពិនិត្យមុនពួកគេត្រូវបានអនុញ្ញាតចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិកបាន